ប្រជាពលរដ្ឋរាប់សិបនាក់បានមកប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងបាត់ដំបងក្រៅរដ្ឋបាលក្រុងចេញលិខិតជូនដំណឹងឲ្យរើសំណង់សម្រាប់ស្លាកយីហោតូបរៀនដើម្បីស្ថាបនាពង្រីកផ្លូវនៅថ្ងៃទី15ខែមករាឆ្នាំ2025នេះប្រជាពលរដ្ឋប្រមាណជាង70នាក់មកពីសង្កាត់ទួលតាឯកនិងសង្កាត់អូចាក្រុងបាត់ដំបងបានមកប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងបាត់ដំបងក្រៅរដ្ឋបាលក្រុងចេញលិខិតជូនដំណឹងឲ្យពួកគាត់ដែលរស់នៅអមសងខាងផ្លូវលេខ4ចាប់ពីចំណុចរង្វង់មូលព្រះនរាយរហូតទៅដល់ចំណុចស្តុបពេទ្យពពីឬរើសំណង់សម្រាប់ស្លាកយីហោតូបរៀននិងដាក់អីវ៉ាន់លក់ដូររំលោភមកលើចំណីផ្លូវរបស់រដ្ឋដើម្បីស្ថាបនាពង្រីកផ្លូវប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែលគ្នាថាការដែលពួកគាត់លើកគ្នាមកប្រមូលផ្ដុំនៅមុខសាលាក្រុងនាពេលនេះគោលបំណងគឺដើម្បីស្នើឲ្យរដ្ឋាភិបាលជាពិសេសលោកអភិបាលក្រុងជួយកុំឲ្យរើផ្ទះរបស់ពួកគាត់ដែលរស់នៅជាង40ឆ្នាំមកហើយនិងសូមឲ្យលោកអភិបាលក្រុងជួយសម្របសម្រួលការស្ថាបនាពង្រីកផ្លូវលេខ4ក្រុងដោយកាត់បន្ថយជម្រៅនៃការស្ថាបនាផ្លូវត្រឹម3ម៉ែត្រពីបេតុងសូមឲ្យរាជរដ្ឋាភិបាលអភិបាលក្រុងជួយកុំឲ្យរស់រើផ្ទះខ្ញុំអត់មានទីជំរកវាយរស់ស៊ីចិញ្ចឹមឪពុកខ្ញុំចាស់មានជំងឺ100មុខអាយុគាត់82ឆ្នាំហើយក៏ដាក់រួចទេអញ្ចឹងបើសិនជារើទៅខ្ញុំអត់មានកន្លែងរស់ស៊ីចិញ្ចឹមមុខរបរចិញ្ចឹមឪពុកខ្ញុំទេអញ្ចឹងខ្ញុំសូមឲ្យកាត់បន្ថយឲ្យទុកឲ្យកន្លែងឲ្យខ្ញុំបានរស់ស៊ីចិញ្ចឹមឪពុកខ្ញុំផងហើយខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយដោះស្រាយឲ្យថាឲ្យធ្វើម៉េចឲ្យទុកពួកខ្ញុំនៅតិចតួចតទៅទៀតរស់ស៊ីតិចតួចខ្ញុំនៅនឹងយូរឆ្នាំហើយតាំងពីកូននៅតាំងពីកើតរហូតដល់វាអាយុ45 46កូនបងឥឡូវត្រូវដេញអស់គឺថាស្ដាយបាទខ្ញុំចង់តទៅទៀតនៅតិចតួចបានហើយឲ្យគេកាត់តិចតួចបានហើយណែផ្លូវចំណុចទួតឯងទេចាផ្លូវលេខផ្លូវទួតចាដៃ8បាទដល់ពេទ្យពពីខ្ញុំឈ្មោះយូសេរីមកពីភូមិទួតឯកពាក់ព័ន្ធនឹងគេឲ្យរើផ្ទះទាំងអស់ប៉ុន្តែមកសុំបទូបថយនៃការអភិវឌ្ឍសុំតំណពរថ្នាក់ដឹកនាំទាំងអស់ជួយដោះស្រាយជាពលរដ្ឋពីដៃ8ដល់ពេទ្យពពីផងនៅក្នុងការប៉ះពាល់សូមការបន្ធូរបន្ថយជាកិច្ចឆ្លើយតបលោកលៀងវាសនាអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានឲ្យតំណាងប្រជាពលរដ្ឋចំនួន4នាក់ចូលរួមដើម្បីរកដំណោះស្រាយដោយលោកអភិបាលក្រុងឲ្យប្រជាពលរដ្ឋខាងលើបន្តការលក់ដូររកស៊ីជាធម្មតាដោយឲ្យរំសាយទៅលំនៅឋានរៀងៗខ្លួនរងចាំលោករាយការណ៍សុំគោលការណ៍ទៅថ្នាក់លើបន្តនិងជូនដំណឹងការចោះរើនៅពេលក្រោយប៉ុន្តែលោកផ្ដាំប្រកាសថាសូមឲ្យយើងស្ងប់ចិត្តសូមកុំពីពេលនេះតទៅសូមមេត្តាកុំជួច្បល់តទៅទៀតលោករ៉ូស៊ីលោកទទួលទៀតអីតាមនឹងទាំងអស់ទៅព្រោះផែនការនេះគឺនៅរយៈពេលតតែលោកអភិវឌ្ឍ16ខ្សែហើយបានដល់យើងអញ្ចឹងសូមទាំងអស់គ្នាមេត្តាធ្វើម៉េចរក្សាលំនឹងចិត្តរកទទួលទៀតបែបអីដែលយើងធ្លាប់កំពុងធ្វើបាទហើយសំណងឬក៏បែបណានោះលោកអភិបាលលោកថាចាំទៅពិភាក្សាជាមួយលោកអភិបាលខេត្តសិនតើស្អីដែលផលប៉ះពាល់ផ្ទាល់អីដែលប៉ះពាល់ដោយប្រយោលលោកនឹងមានដំណោះស្រាយសមស្របណាមួយជូនអស់លោកទាំងអស់គ្នានេះជាប្រសាសន៍របស់លោកអភិបាលចឹងមានអីទៀតប៉ុណ្ណឹងស្រាប់បានទាំងអស់គ្នាទេយល់ទេបើទៅបានជួបលោកអភិបាលក៏បានធូរទ្រូងមួយចំនួនដែរក៏ប៉ុន្តែនៅមិនទាន់ 100% ទេព្រោះដោយសារទី1ពេលដែលយើងទទួលបានការជួលដំណឹងរបស់លោកអភិបាលពួកយើងនៅមានការបន្ទើច្រើនហើយអត់យល់ច្រើនឥឡូវនេះក្រោយពីជួបលោកអភិបាលលោកបញ្យល់ហើយដល់សេចក្តីណែនាំមួយចំនួនពួកខ្ញុំទទួលដឹងឮហើយយល់បានច្រើននិងជម្រាបជូនពួកគាត់នៅពេលក្រោយតើអីដែលជំហានដែលពួកខ្ញុំត្រូវធ្វើបន្តព្រោះកន្លងមកដែលពួកខ្ញុំជួបជុំគ្នានេះដោយសារក្នុងចិត្តហ្នឹងវាអត់ឆ្លាស់វាអត់ដឹងថាមានអីដែលកើតឡើងដល់ពេលថ្ងៃកំណត់នេះដល់ឥឡូវក្រោយពីយើងបានដឹងប្រសាសន៍ផ្ទាល់របស់លោកអភិបាលពួកយើងយល់ហើយនឹងជម្រាបជូនពួកគាត់ឲ្យដឹងទាំងអស់គ្នាថាយើងអត់កំព្រាទេយើងមានឪពុកម្ដាយពិតប្រាកដគាត់អត់មានទុកយើងចោលទេនេះជាអីដែលខ្ញុំបានទទួលប្រសាសន៍ផ្ទាល់ពីលោកអភិបាល